អភិបាលស្រុកតាំងគោកនាំយកអំណោយចុះចែកជូនជនចាស់ជរា40គ្រួសារនៅឃុំពងរោលោកហាក់បង្ហួតអភិបាលស្រុកតាំងគោកនិងព្រះគ្រូតនពិសីប្រជាអធិការវត្តគុកហានគរព្រមទាំងអាជ្ញាធរឃុំបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលោកតាលោកយាយនិងចាស់ជរាចំនួន40គ្រួសារនៅឃុំពងរោស្រុកតាំងគោកខេត្តកំពង់ធំនាថ្ងៃទី7ខែមករាឆ្នាំ2026នៅក្នុងឱកាសនេះលោកហាក់បង្ហួនបាននាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពីច័ន្ទមនីហ៊ុនម៉ាណែតស្ត្រីទី1របស់កម្ពុជាក៏ដូចជាអាយដាមបណ្ឌិតថងខុនទេសរដ្ឋមន្ត្រីនិងអាយដាមនួនផរតអភិបាលខេត្តកំពង់ធំនិងបានបញ្ជាក់ថាសម្ដេចទាំងទ្វេតែងតែបានផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលោកអភិបាលស្រុកក៏បានថ្លែងអំណរគុណប្រជាអធិការវត្តគុកហានគរដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុកនិងរដ្ឋបាលឃុំនៅសកម្មភាពចុះសួរសុខទុក្ខបងប្អូនភៀសឹកនិងគ្រួសារកងទ័ពដែលបានភៀសឹកមកនៅទីសុវត្ថិភាពស្រុកតាំងគោកកន្លងមកសកម្មភាពជាច្រើនដើម្បីចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលបន្ថែមពីនេះទៀតលោកហាក់បង្ហួនក៏បានផ្ដាំផ្ញើដល់លោកតាលោកយាយទាំងអស់ស្ថិតនៅក្នុងរដូវត្រជាក់នេះសូមជាថែរក្សាសុខភាពឲ្យបានជាប់ជាប្រចាំខណៈដែលខែត្រជាក់បានចូលមកដល់ជាពិសេសនោះគ្រួសារដែលមានសមាជិកចាស់សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុខភាពដោយការត្រៀមសម្លៀកបំពាក់ក្រាស់ភួយជាដើមលោកអភិបាលស្រុកតាំងគោកក៏បានក្រើនរំលឹកដល់ប្រជាជនគ្រប់រូបយកចិត្តទុកដាក់ក្នុងការតាមដានសុខភាពដោយការពិនិត្យនៅតាមមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុតខណៈដែលសប្តាហ៍ថ្ងៃនេះសេវាសុខាភិបាលកាន់តែទំនើបនិងមានក្រុមគ្រូពេទ្យជំនាញផងដែរជាមួយគ្នានោះដែរលោកហាក់បង្ហួនក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំភូមិឃុំធ្វើការតាមដាននិងចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំដើម្បីដឹងពីបញ្ហាផ្សេងនិងសូមត្រូវរាយការណ៍ដល់ថ្នាក់លើដើម្បីដោះស្រាយនិងអន្តរាគមន៍ឲ្យបានទាន់ពេលវេលាសូមបញ្ជាក់ដែរថាអំណោយដែលបានប្រគល់ជូនលោកតាលោកយាយទាំង40គ្រួសារក្នុងមួយគ្រួសារទទួលបាននៅអង្ករមីទឹកត្រីទឹកស៊ីអ៊ីវត្រីខសរុងរួមទាំងថវិកាមួយចំនួនទៀតផងដែរនាំមកជូនដោយហាងនៅសាលៀនមានលក់អគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168